បាទសួស្តីបងប្អូនជួបជាមួយខ្ញុំសាជាថ្មីទៀតហើយថ្ងៃនេះមកបរៀនបងប្អូនរបៀបដោះ page ជាប់ពណ៌រីធីពណ៌លឿងជាពិសេសជាប់បែបនេះបងប្អូនជាប់បែបនេះជាប់បែបហ្នឹងហើយយើងទៅឆែកនៅក្នុងrecommend profile recommend session យើងទៀតមកតង់ទៀតក៏ជាប់ពណ៌រីធីលឿងដែរហើយនេះជាប់បែបនេះបងប្អូនអញ្ចឹងទាំងពីរចំណុចដែល page យើងជាប់មួយជាប់ទាំងពីរបងប្អូនហើយដល់អញ្ចឹងកុំឲ្យខាតពេលយូរតោះមកដោះស្រាយបញ្ហាជាមួយខ្ញុំទាំងអស់គ្នាចូលនៅក្នុង Facebook របស់យើងបងប្អូនចូលក្នុង Facebook មកបន្តបញ្ចូល Facebook រួចរាល់បងប្អូនចូលខាងក្រោមនឹង like ត្រេ3បាទបន្តបញ្ចូលក្រោមត្រេ3រួចរាល់នេះបងប្អូនយកពាក្យថា personal dashboard នេះមកបន្តបញ្ចូល personal dashboard នេះបងប្អូន page ដែលយើងជាប់ពណ៌ធីលឿងណាយើង screenshot វាមួយមកបាទបន្ទាប់ពី screenshot កន្លែងហ្នឹងមួយហើយយើងចូលទៅកន្លែងរូបកែវយឺតខាងលើនេះយើងទៅ screenshot មកកន្លែងទៀតបងប្អូនបាទនេះយើងចូលនេះ profile recommendation នេះមួយទៀតបងប្អូនបាទបន្ទាប់ពីចូលកន្លែងហ្នឹងរួចរាល់ហើយបងប្អូននេះឃើញពាក្យថា profile នេះណាអារូបដូចនេះហ្នឹងយើងចុចលើវាមកបាទយើង screenshot កន្លែងនេះមួយទៀតបងប្អូនបាទបន្ទាប់ពីយើង screenshot រួចរាល់ហើយយើងចេញក្រៅវិញមកយើងថយក្រោយវិញមកយើងយកពាក្យនេះ help and support នេះបងប្អូនបន្ទាប់ពីយក help and support ហើយបងប្អូនយកពាក្យថា report a problem បាទបន្ទាប់មកបងប្អូនយកនេះ continue to report a problem នេះមកបាទយើងរងចាំវាបន្តិចឲ្យវាវល់ណាបងប្អូនឲ្យវាធ្វើការដំណើរការសិននេះបងប្អូនបន្ទាប់ចឹងហើយយើងយកពាក្យថា include នេះមកដើម្បីយើងដាក់ឯកសារយើងចូលបងប្អូនinclude យើងរើសយកសិនណាបងប្អូនតើបញ្ហា page ឬក៏បញ្ហា account បើបងប្អូនបញ្ហា page បងយកលើ page មកនេះហើយបើ account របស់ខ្ញុំនេះបញ្ហា profile អញ្ចឹង account យកពាក្យថា profile នេះមកបាទបន្ទាប់ពីយក profile ហើយបងប្អូនផាសកន្លែងនេះមកហើយ link ចាំខ្ញុំតម្លាក់ឲ្យនៅក្នុងcomment របស់ខ្ញុំឥឡូវខ្ញុំទៅយកដាក់សិននេះជា link របស់ខ្ញុំដាក់ហើយឥឡូវខ្ញុំផាសមកបាទហើយបន្ទាប់មកយើង upload រូបពីរស្លឹកមិញដែលយើងនេះយើងបងប្អូនពី upload មកបាទយើង upload ម្ដងមួយមកយើង upload នេះមួយហើយយើង upload ថែមមួយទៀតមកបងប្អូនបាទបន្ទាប់ពី upload ហើយយើងចុចខាងលើនេះបងប្អូនចុចខាងលើថាពាក្យថា send នេះបងប្អូនហើយសម្រាប់បងប្អូនដែលធ្វើម្ដងមិនបានជោគជ័យព្យាយាមធ្វើទៀតបងប្អូនធ្វើ2 3ដងទៅនៅក្រុមហ៊ុន Facebook នឹងអាចបានផលិតចំលេខរៀងរបស់យើងអញ្ចឹងនេះបងប្អូនយើងធ្វើរួចរាល់ហើយចុចដាំមកបាទអញ្ចឹងវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្ណឹងអរគុណដែលបានតាមដានជួបគ្នាវីដេអូក្រោយ